មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមក្រោយរថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបានបុករះម៉ូតូជាច្រើនគ្រឿងស្របពេលចរាចរណ៍កំពុងតែមមាញឹកបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង 7:15 នាទីព្រឹកថ្ងៃទី 14 ខែតុលា ឆ្នាំ 2025 លើផ្លូវជាតិលេខ 51 ត្រង់ចំណុចផ្លូវបំបែកជា 4 ភូមិអង្គទម្លាប់ឃុំសំរោងទងស្រុកសំរោងទងខេត្តកំពង់ស្ពឺបើតាមសមត្ថកិច្ចបានឲ្យដឹងថានៅពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌សគ្មានផ្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណដឹកកម្មករកម្មការិនីចំនួន 50 នាក់ក្នុងនោះមានស្រី 35 នាក់បើកបរពីទិសខាងលិចទៅទិសខាងកើតលុះមកដល់ចំណុចខាងលើរថយន្តបានបើកឆ្លងផ្លូវរួចក៏បុកជាមួយម៉ូតូចំនួន 3 គ្រឿងដោយគ្រោះថ្នាក់នេះជាការមិនគោរពច្បាប់សិទ្ធិអាទិភាពយ៉ាងណាមិញជុំវិញករណីនេះក្រោយកើតហេតុភៀកគីអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលក្នុងនោះបណ្ដាលឲ្យមនុស្សចំនួន 4 នាក់ដែលជាភៀកគីម៉ូតូបានរងរបួសធ្ងន់និងស្រាលបច្ចុប្បន្នវត្ថុតាំងពាក់ព័ន្ធត្រូវបានកម្លាំងជំនាញយកមករក្សាទុកហើយបន្តស្រាវជ្រាវរកអ្នកបើកបររថយន្តដើម្បីដោះស្រាយតាមនីតិវិធីនិងចាត់ការតាមផ្លូវច្បាប់